កម្រិតសាច់ឆៅ raw level ការរៀបចំសាច់គោឆៅផ្ដោតលើអារម្មណ៍ពេលទំពានិងភាពស្រស់ជាងការប្រើកម្ដៅចុងភៅជាញឹកញាប់ប្រើអាស៊ីតដូចជាក្រូចឆ្មានិងទឹកខ្មេះឬសារធាតុរ៉ែដូចជាអំបិលដើម្បីបំលែងសភាពសាច់ឆៅ Steak tartare គឺជាសាច់គោឆៅសុទ្ធកាប់ឬចិញ្ច្រាំល្អិតៗហើយជាទូទៅលាយជាមួយពងមាន់លឿង capers mustard និងខ្ទឹមបារាំងម្ហូបនេះមានប្រភពពីបារាំងនៅដើមសតវត្សទី20ប៉ុន្តែឈ្មោះរបស់វាមានការភ្ជាប់ទៅនឹងអ្នកជិះសេះ tartare នៃអាស៊ីកណ្ដាលដែលគេជឿថាធ្លាប់ដាក់សាច់ឆៅក្រោមកៅអីសេះដើម្បីធ្វើឲ្យវាទន់ក្នុងពេលធ្វើដំណើរឆ្ងាយៗ Carpaccio វិញត្រូវបានបង្កើតនៅទីក្រុង Venice ឆ្នាំ1950មាន Countess ម្នាក់ដែលមកភោជនីយដ្ឋានហើយប្រាប់ម្ចាស់ថាគ្រូពេទ្យបានដាក់នាងឲ្យញ៉ាំតែសាច់មិនឆ្អិនម្ចាស់ភោជនី